ដែលចក្រក្រវាលមាននគរ101ទ្រង់មានអគ្គមហេសីស្រស់ស្អាតមន្ត្រីយោធាសមណៈព្រះប្រាជ្ញប្រាជ្ញាគ្រប់គ្រងដោយទសភិធរាជខរប្រទេសសុខសន្តិភាពគ្មានកោលាហលនៅក្នុងក្រុងមាននាមម្នាក់ជាអ្នកកំសត់ទុក្ខរស់នៅជាមួយប្រពន្ធស្រស់ស្អាតប៉ុន្តែចិត្តកំណាញ់មិនចូលចិត្តញាតិព្រានលៀនថ្ងៃមួយនិមិត្តនឹងប្រពន្ធទៅជញ្ជាក់ត្រីប្រពន្ធកាន់កញ្ជើសាធ្លុះត្បិតមិនជួយថែរក្សាត្រីដែលប្តីជញ្ជាក់បានធ្វើឲ្យត្រីធ្លាក់ចូលប្រហោងពេលចិត្តសំពៅធំនាយសំពៅអ្នកមានទ្រព្យនិងប្រពន្ធឃើញហើយនាយសំពៅក្រោតឃើញនឹងប្រពន្ធខ្លួនដែលមិនយកអីចុកគុំឲ្យលេខនាយសំពៅដឹងប្រពន្ធឲ្យចុះទៅនៅជាមួយអ្នកនោះហើយដូរប្រពន្ធគ្នាប្រពន្ធថ្មីរបស់អ្នកនោះដែលជាប្រពន្ធចាស់របស់នាយសំពៅកាន់កញ្ជើដែលរកអីមកចុកហើយតាមប្តីពេលត្រឡប់ផ្ទះមានចៅព្រាយជួនញាតិព្រានលៀនធ្វើឲ្យអ្នកជិតខាងសង្ស័យពួកគេទៅលេងផ្ទះដឹងថាអ្នកនោះបានប្រពន្ធថ្មីល្អថ្ងៃមួយអ្នកនោះចូលព្រៃកាប់អកប្រពន្ធឃើញថាឈើទាំងនោះជាឈើមានតម្លៃខ្លាំងពាក់ក្រស្នាក៏ប្រាប់ប្តីកាប់បន្ថែមជួលរទេះជាតិខាងដឹកហើយនោះឲ្យនាយសំពៅបានសម្បត្តិជាច្រើនពួកគេសង់ផ្ទះធំមានខ្ញុំបម្រើស្គាល់អ្នកតូចអ្នកធំប្រពន្ធឲ្យប្តីហាត់រត់ឲ្យលឿនរហូតមានកម្លាំងបរិបូរណ៍នាងនាំប្តីទៅជួលមន្ត្រីឲ្យបម្រើព្រះមហាក្សត្រចង់ទៅប្រប៉ាត់ព្រៃប្រាប់ពលសេនារៀបគ្រឿងបណ្ដាការមានណោប្រាប់ប្រពន្ធរៀបអាហារនិងក្រយ៉ាសម្រាប់ព្រះអង្គពេលដង្ហែព្រះអង្គបកអសបះលឿនមានតែមានណោទៅទាន់ព្រះអង្គតបមើលឃើញតែមានណោសម្បត្តិថាចៅម៉ាយើងពេលឃ្លានមានណោផ្ដល់ក្រយ៉ាឆ្ងាញ់ព្រះអង្គសរសើរប្រពន្ធមានណោព្រះអង្គនិទានរឿងមួយឲ្យមានណោស្ដាប់ប៉ុន្តែផ្ទំលួកទៅទេវតារក្សាដើមជ្រៃលឺក្រោតខឹងព្រះអង្គមិនកាន់ពាក្យសាទពួកវាក្រុមមួយកាច់មេជ្រៃទម្លាក់សង្កត់ព្រះអង្គពេលទៅដល់បារីពីរកាច់ខ្លាំងទ្វារសង្កត់អាខ្សែមកឆ្លងផត់3ពេលយប់ក្រឡាជាសត្វពស់ចឹករហូតក្រឡាបន្ទង់មានមកដែលព្រះអង្គឆ្លងផុតដំណាក់កាលទាំង3នៅដំណាក់ចុងក្រោយពេលសម្លាប់ពស់ឈាមខ្ទាស់ពេលប្រឡាក់ស្បូនព្រះទី2មានមកយកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទង់ហើយលាបឈាមដើម្បីសម្អាតព្រះទេពីភ្ញាក់ប្រាប់ថាមានមកយកអណ្ដាតមកលើកស្ដុំព្រះអង្គក្រោតខឹងបញ្ជាឲ្យពេជ្ឈឃាតចាប់មានមកប្រហារជីវិតទាំងយប់ប៉ុន្តែឆ្មាំទ្វារទាំង4ទើរារាំងព្រោះច្បាប់នគរមិនអនុញ្ញាតប្រហារទាំងថ្ងៃមិនរាពួកគេពន្យល់ហេតុផលធ្វើឲ្យព្រះអង្គស្ដាយក្រោយពេលព្រឹកព្រះអង្គដឹងថាមាណពមានគុណក្រាស់ក្រៃបញ្ជាឲ្យអាមាត្យរត់ទៅតាមពេជ្ឈឃាតនាំមាណពត្រឡប់មកព្រះអង្គសួរដឹងរឿងទាំងអស់សុំទោសមាណពប្រទានសក្តិយាលឲ្យរស់សុខសាន្តជាមួយប្រពន្ធចំណែកនាយសំពៅបន្ទាប់ពីដូរប្រពន្ធថ្មីស្រីខាតលះមិនជួយការងារចាយវាយទ្រព្យលក់សំពៅចាយរហូតអត់ទ្រព្យដែលសុំទានជាមួយកូនពេលដល់ផ្ទះមាណពប្រពន្ធមាណពស្គាល់ថាជាប្តីចាស់ប៉ុន្តែប្តីចាស់អៀនខ្មាស់នឹងប្រពន្ធកូនកិច្ចតែរឿងនេះបង្រៀនពីតម្លៃនៃស្ត្រីដែលមានប្រា